បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនតាក់ទងមួយទៅលើការអាប់ដេតថ្មីតាក់ទងមួយ Telegram Full Edit Detail Scraper របស់យើងណាអញ្ចឹងឥឡូវយើងអាប់ដេតដល់ version 6.6 Ultra version ហើយអញ្ចឹងនៅក្នុងមុខងារនេះគឺយើងអាប់ដេតមុខងារច្រើនមែនទែនស្ទើរតែមុខងារដែលសំខាន់ណាអញ្ចឹងជាដំបូងយើងបានធ្វើការអាប់ដេតបន្ថែម improve ទៅលើ error តិចតួចផ្សេងអញ្ចឹងការប្រើប្រាស់កាន់តែប្រសើរហើយយើងបានអាប់ដេតមុខងារ Smart input phone number បាទជាមុខងារដែលយើងអាចធ្វើការដាក់លេខទូរស័ព្ទដែលវាអាច support ទាំងលេខមានសញ្ញាបូកក៏ដូចជាលេខដែលមាន space ផ្សេងបងប្អូន copy តាពីក្នុង app Telegram របស់យើងនេះមកយកមកដាក់មកគឺវា auto ស្គាល់តែម្ដងមិនចាំបាច់យើងធ្វើការចំណាយពេលក្នុងការលុប space ផ្សេងទៀតទេអញ្ចឹងណាចឹងសូមចែកពេលវេលាបងប្អូនបានច្រើនហើយលើពីនោះខ្ញុំបានធ្វើការ improve តាក់ទងមួយទៅលើវិធីសាស្ត្រក្នុងការ add member បន្ថែមទៀតទៅកាន់ group តាមរយៈ account ផ្សេងៗក្នុងការការពារទៅលើការ spam account អីអញ្ចឹងណាអញ្ចឹងខ្ញុំបានបន្ថែមមុខងារនៅក្នុងនឹងសម្រួលទៅលើការប្រើប្រាស់កាន់តែប្រសើរទៀតដែរលើពីហ្នឹងយើងបានបន្ថែមតាក់ទងមួយមុខងារ schedule បាទមុខងារ schedule នេះគឺពិសេសខ្លាំងមែនទែនខ្ញុំចំណាយពេលច្រើនក្នុងការធ្វើណាអញ្ចឹងមុខងារនេះគឺយើងអាចធ្វើការ auto post ទៅកាន់ group ច្រើនអញ្ចឹងណាហើយក៏ដូចជា channel បានផងដែរតាក់ទងមួយ channel គឺបងប្អូនមានសិទ្ធិជា admin ឬក៏បងប្អូនមានកាន់ channel ច្រើននេះអាចធ្វើទៅកាន់ channel បានដូចគ្នាអញ្ចឹងណាហើយមុខងារនេះ support តាក់ទងមួយ emoji ជាមួយនឹង caption ជាមួយនឹងរូបភាពវីដេអូអីបានបញ្ចប់មកអញ្ចឹងហើយយើងអាចធ្វើការ select យកតែ group ណាដែលយើងធ្វើការbroadcast ទៅកាន់ group ណាដែលយើង select ឲ្យបានសេចចិត្តអញ្ចឹងណាហើយលើសពីហ្នឹងតាក់ទងមួយទៅលើមុខងារ convert មុខងារនេះល្អខ្លាំងមានន័យថាបើសិនបងប្អូនមាន account ចាស់ដែល account ដែលអត់មានតន័យក្នុង file បងប្អូនមានតែ account ដែលមានតន័យនៅក្នុង folder session យើងរាល់ដងអញ្ចឹងណាយើងប្រើមុខងារនេះគឺយើងអាចធ្វើការ convert មកប្រើជាមួយនឹង version ថ្មីរបស់យើងបានដូចគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំបង្ហាញបងប្អូនអស់អញ្ចឹងឥឡូវជាដំបូងបាទជាដំបូងខ្ញុំបង្ហាញតាក់ទងមួយការដាក់លេខទូរស័ព្ទឲ្យបងប្អូនមើលណាអញ្ចឹងឧទាហរណ៍ថាឥឡូវបងប្អូនកំពុងប្រើលើ version 6.5អញ្ចឹងនេះ folder ដែលវាមានរបៀបកាញ់នេះគឺ file zip បងប្អូនកុំព្យូទ័រ Windows 11អញ្ចឹងប្រភេទហ្នឹងហៅ file zip នោះយើង extract វាសិនណានេះចុចយើងយក extract ចេះអញ្ចឹងខ្ញុំនឹងតម្លាក់ version 6.6ឲ្យបងប្អូនអាចចូលទៅ download នៅក្នុង channel មេរៀនយើងបានណា download ឲ្យបងប្អូនអូសអាហ្នឹងណាបាទអូសហ្នឹងពីកន្លែងយើង download តាម Telegram យើងអូសមកយើងមកដាក់គៀកជាមួយនឹង folder ដែលយើងបាន add execution folder អញ្ចឹង folder ហ្នឹងគឺជា folder ដែលយើង add execution folder រួចអីអញ្ចឹងយើងគ្រាន់តែដាក់គៀកអញ្ចឹងមកយើងមិនធ្វើការ update ឬក៏អីទៀតទេយើងគ្រាន់តែមកស្ដាំអញ្ចឹងមកណាមកស្ដាំយើងយកពាក្យថា extract to មកបាទនេះវាកំពុងតែធ្វើដំណើរការឲ្យបងប្អូនអញ្ចឹងរួចបងប្អូនអាចប្រើបានភ្លាមតែម្ដងអញ្ចឹងណាហ្នឹងហើយអញ្ចឹងរបៀបក្នុងការ set up បើសិនបងប្អូនមាន version ចាស់ហើយយើងមកដាក់គៀកមកណាចេញអាចប្រើបានហើយនេះបើកអញ្ចឹងណាអញ្ចឹងនេះគឺជា version 6.1របស់យើងអញ្ចឹងបងប្អូនអាចមើលបាននេះយើងចូល Manager មកអូខេអញ្ចឹងបងប្អូនឃើញមុខងារថ្មីនេះទី21នេះ auto schedule post បាទអញ្ចឹងបងប្អូនអាចមើលបាននេះហើយចុចលេខ3មកអញ្ចឹងចុចលេខ3គឺវា load បែបនេះមានន័យថាយើងបាន update ហើយអញ្ចឹងបើសិនអត់មាន account គេដាក់ថា no account found yet ចាfolder នេះគឺអត់មាន account ទេដោយសារយើងទើបតែដាក់ថ្មីណាអញ្ចឹងគឺដំណើរការហើយទៅលើការ set up ផ្សេងៗដូចជា Skype យើងអាចចូលមកអត់មាន account បាទអញ្ចឹងអត់មាន account គឺបង្ហាញថាអត់មាន account ទេអញ្ចឹងយកតបាន account ឥឡូវយើងចូលមករបៀបក្នុងការដាក់ account បាទអញ្ចឹងការដាក់ account អត់បាក់ទេនេះគឺជា account Telegram របស់យើងខ្ញុំមាន3 account ឥឡូវខ្ញុំកំពុងចូលនៅលើ account ទី1ចុច setting នេះបងប្អូន copy មកណាចុចឡើងនេះ2ដងមកបាទ1 2បាទ2ដង select all អញ្ចឹងមកយើងមកស្ដាំយកពាក្យ copy phone number អូខេអញ្ចឹងត copy ហើយចូល manager យើងមកបាទយើងចុចលេខ1បាទហើយយើង control V មកហើយយើង enter បាទអញ្ចឹងបងប្អូនអាចមើលបាននេះមានសញ្ញាបូកមាន space មានអីចឹងយើង enter មកនេះវា auto តែម្ដងបាទ auto ដកសញ្ញាបូកដកអីមកចប់ឲ្យអញ្ចឹងណាហើយនឹងផ្ញើសារមកកាន់ app នេះ app Telegram របស់យើងនេះផ្ញើមកអូខេអញ្ចឹងយើងអាច copy បាន copy អញ្ចឹងក៏បានបាទឬក៏បងប្អូនវាយលេខផ្ទាល់ក៏បានអញ្ចឹងខ្ញុំ copy ខ្ញុំមកស្ដាំផាសមកបាទអញ្ចឹងកន្លែង password នេះខ្ញុំសូមបិទបន្តិចណាបងប្អូនបងប្អូនអាចវាយ password ខ្លួនឯងបានអញ្ចឹងកន្លែងនេះមិនបារម្ភទេណាសុវត្ថិភាពដោយសារអី 2FA នេះគឺវាដើរនៅលើកុំព្យូទ័របងប្អូនទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងមិនព្រួយបារម្ភទេបងប្អូនដែលប្រើរំដងបងប្អូនដឹងហើយហ្នឹងហើយអញ្ចឹងខ្ញុំសូមវាយ password បន្តិច
បាទអញ្ចឹងបន្ទាប់ពីយើង វាយ password ហើយគឺវាដំណើរការបងប្អូនបាទអញ្ចឹងអានេះ account ទី1បាទខ្ញុំបានដាក់ចូលហើយយើងចង់ដឹងចុចលេខ3មកនេះបងប្អូនបាទចូល account មួយហើយបាទឥឡូវខ្ញុំសូមធ្វើការដាក់ account មួយទៀតកន្លែងនេះបងប្អូនអាចចុច yes មកក៏បានដែរបាទយើងយក account ទី2បាទ account ទី2ចុច setting បាទខ្ញុំដាក់ copy ទៀតមកបាទយើងចុចលេខ1មកស្ដាំមក enter អូខេយើងចាំមកស្ទុះមក load code មកបាទគេមកហើយ copy មកបាទយកផាសចេញធ្វើដូចរដងអញ្ចឹងណាបងប្អូនបាទអូខេអញ្ចឹងចូលហើយបាទអញ្ចឹងទាំងអស់យើងមាន2 account ណាអូខេចុចលេខ3បាទមាន2 account អញ្ចឹងខ្ញុំចង់ check spam bot មើលចុចលេខ5ហើយខ្ញុំចង់ check ម្ដងទាំងអស់ខ្ញុំចុចលេខ2បាទរួចដូចរដងអញ្ចឹងចុចចេះមកអញ្ចឹងទីទៀតវាធ្វើការ auto check អូខេនេះបងប្អូននេះចេះ check account ទី1គឺ account ទី1ហ្នឹង good new ហើយនេះ account ទី2នេះបងប្អូនវា auto check មកនេះអូខេអញ្ចឹង good new ទាំងអស់គឺយើងអាចប្រើប្រាស់បានគ្រប់បែបបទតែម្ដងអូខេអញ្ចឹងជំហានទី1យើងបានធ្វើការ update រួចរាល់ហើយអូខេសុំទោសអូខេឥឡូវយើងចូលមុខងារទី2តាក់ទងជាមួយនឹងការ add member ចាខ្ញុំបង្ហាញបងប្អូនបន្ថែមណាការពិតការ add member គឺទៅដោយរដងអញ្ចឹងយើងបង្ហាញតាមក្រោយឥឡូវយើងចូលដល់មុខងារតាក់ទងមួយ schedule អូខេអញ្ចឹងការងារ schedule យើងអាចប្រើបានលេខសម្បត្តិមួយសិនខ្ញុំបង្ហាញបងប្អូនថា folder មួយណាដែលយើងបាន update នេះ folder schedule post នេះចូលបងប្អូនចូល folder ហ្នឹងមកអញ្ចឹងនៅក្នុងនេះយើងមាន4 folder ណាអញ្ចឹង folder ទី1យើងអាចដាក់រូបភាពបងប្អូនចង់ដាក់ប៉ុន្មានរូបក៏បានដែរណាអញ្ចឹងការដាក់រូបនេះបងប្អូនបើសិនបងប្អូនដាក់5រូបបានន័យថាវាផ្ញើម្ដង5រូបហ្នឹងនៅក្នុង post តែមួយតែម្ដងគឺវាពិសេសបែបហ្នឹងណាបាទអញ្ចឹងបងប្អូនដាក់ឈ្មោះអីក៏បានដែរចង់ដាក់ឈ្មោះអីក៏បាននៅរូបហ្នឹងណាអញ្ចឹងនៅក្នុងនេះឧទាហរណ៍ខ្ញុំមាន2រូបបាទតមកនៅក្នុងនេះមានវីដេអូមួយអញ្ចឹងវីដេអូបងប្អូនអាចដាក់វីដេអូ1 2អីចឹងទៅតែជាទូទៅយើងដាក់តែមួយទៅបានទេព្រោះ for វីដេអូយើងចង់ឲ្យគេមើលតែវីដេអូហ្នឹងមួយអញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់ caption អានេះវាអាច support ជាមួយនឹង emoji ចេះបានរបៀបធំជោគអីចេះក៏បានដែរអញ្ចឹងណាឥឡូវខ្ញុំមកបង្ហាញបងប្អូនយើងអាចលុបអានឹងចោលដាក់ caption អីខ្លួនឯងអញ្ចឹងទៅអានេះឲ្យយើង save មកណាបាទនេះខ្ញុំ save ឲ្យខ្ញុំឧទាហរណ៍ឲ្យមើលអញ្ចឹងកន្លែង date time នេះសំខាន់បងប្អូនត្រូវមើលឲ្យតណាអញ្ចឹង date time នេះគឺកន្លែងមានត្រង់ជ្រុកនេះគឺយើងអត់ប៉ះទេយើងគ្រាន់តែជាការអានឲ្យដឹងថាការ schedule នោះវា support តាក់ទងមួយម៉ោងខ្មែរយើងអីចឹងណាដំណើរការបានត្រឹមត្រូវល្អហើយតាក់ទងមួយ format នេះគ្រាន់តែប្រាប់ទេតាក់ទង format ដូចថាអញ្ចឹងអានេះថ្ងៃ10ខែ9 2026ម៉ោង13នេះម៉ោង1ថ្ងៃហើយ30នាទីបាទហើយមានត្រេកដាអញ្ចឹងអញ្ចឹងមានន័យថាបងប្អូនចង់យកតម្រងនេះបាទ copy អញ្ចឹងមកណាយកតម្រងហ្នឹងមកដាក់នៅក្នុងនេះគឺវាដើរដូចគ្នាទាំងអស់អត់ខ្វល់ថាតម្រងបែបនេះតម្រងបែបនេះឬក៏តម្រងបែបនេះមានន័យថាវាមាន slash ឬក៏ត្រេកដាលអីអញ្ចឹងគឺស្គាល់ដូចគ្នានិយាយទៅយើងមិនស្មុគស្មាញទេយើងប្រើតម្រងនេះត្មងទៅអញ្ចឹងណាបាទតម្រងខ្ញុំដាក់ឧទាហរណ៍នេះអញ្ចឹងឥឡូវឧទាហរណ៍ថ្ងៃម៉ានបាទថ្ងៃនេះថ្ងៃទី10ខែ8បាទខែ8យើងដាក់8អញ្ចឹង2026បាទឥឡូវចង់ schedule ទៅថ្ងៃណាខ្ញុំចង់ schedule ទៅថ្ងៃ15ហើយម៉ោងខ្ញុំដាក់ម៉ោងម៉ោង13 14ម៉ោង14អញ្ចឹងទៅ2កន្លះអញ្ចឹងណាបាទអញ្ចឹងទៅ complete sale ហ្នឹងបាទ sale អញ្ចឹងមកបាទ sale អូខេអញ្ចឹងរួចហើយអញ្ចឹងយើងត្រឡប់មកវិញបាទត្រឡប់មកកម្មវិធីយើងវិញមកហើយយើងចូលពាក្យថា manager បាទអញ្ចឹងបន្ទាប់មកយើងចូលមុខងារទី21អញ្ចឹងនៅក្នុងមុខងារនេះខ្ញុំបង្ហាញតិចមុខងារនេះគឺបងប្អូនប្រើតែលេខ1ហើយនិងលេខ2ទេបាទលេខ1មានន័យថាបងប្អូនរើស account មួយរើស account មួយផ្ញើទៅកាន់ group តែមួយទេឥឡូវខ្ញុំបង្ហាញឧទាហរណ៍មួយសិនបាទចុចលេខ1អានេះចុចលេខ1ណាបាទអញ្ចឹងលេខ1ខ្ញុំរើស account មួយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំរើស account ទី1នេះ account មួយនេះបាទហ្នឹងណាបាទអញ្ចឹងខ្ញុំរើសលេខ0ដោយសារ account ទី1រើសលេខ0បាទអញ្ចឹងវានឹងធ្វើការទាញតន័យពី account ហ្នឹងមកនេះ account ហ្នឹងអូខេ account ហ្នឹង
cái tôi 33 ណានេះtôi 33ចា account ហ្នឹងគឺតាក់ទងមួយពាក្យថា super group នេះហើយនឹង channel មានថា super group គឺជា group របស់យើងណា group នេះអញ្ចឹង group វាមានផ្សារចម្រុះលក់ទិញលក់អ្នកផ្សារចម្រុះទិញលក់អ្នកហ្នឹង group វាមាន member អញ្ចឹងបាទបើ channel គឺពាក្យថា subscriber នៅកតុយខាងក្រោយនេះបាទហ្នឹងហើយ channel អញ្ចឹង channel គឺ channel Food Panda បាទ channel Food Panda KH បាទហើយមួយទៀតតាក់ទងមួយ T-shirt បាទ T-shirt ហ្នឹងក៏ប្រភេទ group ដែរអញ្ចឹងគឺយើងអាចធ្វើការ scan ដឹងតែម្ដងនេះប្រភេទ group បាទ group នេះគ្នាអានេះ channel បាទអូខេអញ្ចឹងជាបន្តបងប្អូនអាចធ្វើការផុសមួយណាក៏បាននេះខ្ញុំបានបង្ហាញដែរខ្ញុំដាក់ឧទាហរណ៍ឡើងនេះណាអញ្ចឹងខ្ញុំឲ្យខ្ញុំរើសខ្ញុំចង់ចូលមកកាន់ហមខាង group នេះចុះអញ្ចឹងបងប្អូនមើលឡើងនេះអត់មានដាក់ schedule ទេណាឥឡូវយើងចាប់ដើមធ្វើការងារជាក់ស្ដែងឥឡូវខ្ញុំចូលលេខ1បាទហ្នឹងលេខ1លេខ0បាទលេខ0ផ្សាយខ្ញុំរកនេះលេខ0មកបាទពេលចុច0ហើយមានមុខងារអាចធ្វើបាន3មុខបាទទី1គឺយើងផុសអក្សរសុទ្ធដែលយកពី caption មកអញ្ចឹង caption យើងបានកំណត់ហើយនេះបងប្អូនអាចចូលទៅម្ដងពេលយើងបើកកម្មវិធីគឺយើងអាចទៅកំណត់សារដើមវិញបានដែរដូចគ្នាអញ្ចឹងអត់ប៉ះពាល់អីទេនេះ caption mìnhខ្ញុំបានដាក់ហើយណាបាទតែបងប្អូនកុំបើក file នឹងចោលគាត់ថាយើងអាចទៅកែហើយយើងបិទវាវិញបានហើយយើងមកកម្មវិធីយើងក៏នៅតែដើរធម្មតាឥឡូវខ្ញុំចូលមុខងារទី1សិនចុះឲ្យបងប្អូនមើលបាទអញ្ចឹងខ្ញុំផ្ញើតែ caption ទេណាលេខ1ចឹងមកអានេះគឺជាការបញ្ជាក់បាទគឺការ confirm បាទបញ្ជាក់បងប្អូនមើលថាយើងនឹងផ្ញើអីទៅអីហ្នឹងទៅនេះការបញ្ជាក់គឺយើងមានណាបងប្អូនយើងផុសលក្ខណៈអក្សរសិទ្ធទៅកាន់ group មួយនេះបាទហើយបាទការផុសហ្នឹងគឺយើងផុសសរុបតែមួយទេហើយនេះផុសនៅម៉ោងប៉ុន្មាននេះទេថ្ងៃ15ខ្ញុំកំណត់ថ្ងៃ15ខែ8ម៉ោង2ថ្ងៃបាទហើយនេះគឺជា caption ដែលយើងនឹងផុសជា caption ហ្នឹងវាយកមកពី file caption នេះតែប៉ុណ្្នឹងទេបងប្អូនហើយតោះមកយើងចុច enter មកណានេះអញ្ចឹងគេថាបើសិនយើងចង់ cancel យើងចុចអក្សរ n បាទអក្សរ n ហ្នឹងមក cancel តែបើអត់ទេយើងគ្រាន់តែ enter លើ computer keyboard យើងបាទ enter អញ្ចឹងមកគឺបាទនេះចាក់ដើមអូតូនេះបងប្អូនឃើញ load ប៊ូតុងនេះមួយមកហើយមែនតើបាទអានេះបើសិនបងប្អូនចង់ធ្វើតទៀតយើងគ្រាន់តែ enter ទៀតមករត់មកតំព័រដើមវិញឥឡូវចូលមើលទីសិននេះបាទម៉ោង2:29តែបើសិនបើខ្ញុំដាក់យកម៉ៅមកដាក់គៀកអញ្ចេះដាក់គៀកនៅកន្លែងនេះបងប្អូនជំនួយអូមកចេះសិនក៏ប៉ុន្តែគឺដំណើរការត្រូវឯដោយសារអំឡុងពេលដែលយើងធ្វើហ្នឹងនាទីកំពុងតែដើរទៅមុខអញ្ចឹងនេះបងប្អូនគេអញ្ចឹងម៉ោង2:29:57បាទអញ្ចឹងវាខ្វះតែ3សកុងទៀតវាទៅ2:30ឯហ្នឹងអញ្ចឹងណាអញ្ចឹងយើងអាចចាត់ទុកថាការដើរនេះគឺត្រូវហើយទោះបីយើងឃើញ2:21ក៏ដោយអញ្ចឹងនឹងគ្រាន់តែឧទាហរណ៍បងប្អូនយល់បាទអូខេអញ្ចឹងដំណើរការបាទចុះឥឡូវយើងចុចកន្លែងចុច enter មកយើងចង់ធ្វើតទៅទៀត enter មកបាទវារត់មកតំព័រដើមបងប្អូនបាច់បិទកម្មវិធីក៏បានដែរយើងយកពាក្យតែ21ដដែលយើងតេស្តជាមួយនឹងមុខងារផ្សេងទៀតបាទចាឥឡូវខ្ញុំឧទាហរណ៍តាក់ទងមួយមុខងារទី2តែម្ដងទៅដែលយើងអាចធ្វើការផ្ញើទៅកាន់ក្រុមច្រើនក្នុងពេលតែមួយបាទជាទី2ហើយយើងអាចរើសទៅលើ account ណាមួយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំរើសតាក់ទងមួយ account ទី1នឹងដដែលចុះអត់អីទេបាទទី1នឹងដដែលបាទអូខេ account ទី1នឹងដដែលបន្ទាប់មកខ្ញុំនេះបងប្អូនកន្លែងនេះខុសគ្នាណាអញ្ចឹងបើសិនបងប្អូនចង់ផ្ញើទៅកាន់ក្រុមចាតបងប្អូនរើសលេខ2បាទនេះខ្ញុំរើសលេខ2បន្ទាប់មកខ្ញុំរើស account ទី1គឺខ្ញុំរើសលេខ0បាទបន្ទាប់មកនេះវា lock ដាក់ឈ្មោះ account ឲ្យយើងមើលដូចគ្នាជាមួយលេខទូរស័ព្ទបន្ទាប់មកកន្លែងនេះគឺមានន័យថាបងប្អូនអាចមើលនេះអញ្ចឹងកន្លែងនេះយើងអាចដាក់ក្រុមច្រើនក្នុងពេលតែមួយបានយើងប្រើក្បៀសណាឬក៏បងប្អូនចង់ផ្ញើទៅទាំងអស់យើងអាចសរសេរអក្សរ all ចេះ all ចេះហើយយើង enter មកអញ្ចឹងមានន័យថាអត់ខ្វល់ថាគ្រប់បងប្អូនមានប្រមាណទេនៅក្នុង account នេះគឺវាផ្ញើទៅទាំងអស់តែម្ដងតែបើសិនបងប្អូនចង់ select យកតែមួយណាឧទាហរណ៍ថាយើងចង់បានតែក្រុមនេះមួយបាទក្រុមនេះ2តែ2នឹងអីចឹងទៅឧទាហរណ៍ណាអញ្ចឹងយើងវាយលេខ0ហើយនឹងក្បៀសឲ្យបងប្អូនដាក់លេខមួយទៀតមកអានេះលេខប៉ុន្មានលេខ2បាទដាក់លេខ2ចឹងមកបាទហើយបើសិនមានទៀតយើងដាក់ក្បៀសទៀតមកដាក់លេខ5លេខ6លេខ7អីចឹងណាបើសិនវាមានណាតែបើមានទៀតចេះបាទដាក់ចឹងមកណាហ្នឹងចឹងមានន័យថាឬក៏យើងចង់រើសលេខណាមួយលេខ10អីចឹងក្រុមទី10អីចឹងទៅអញ្ចឹងយើងមើលនៅក្នុងខាងមុខនេះចឹងណាបាទឥឡូវយើងដាក់តែ2ទេបាទឧទាហរណ៍បាទចុះឥឡូវយើងចាំមើលអានេះបច្ចុប្បន្នគឺមានតែមួយផុសទេណា
ឥឡូវខ្ញុំចាក់ដើមទៅកែផុសហ្មងទៅខ្ញុំទៅកែផុសសិនឥឡូវមកខ្ញុំយកតាម Food Panda នេះមាន slash ទៀតអញ្ចឹងខ្ញុំ copy យកមកខ្ញុំយកមកកែផុសនេះគេវីដេអូនេះយើងវែងតិចតែខ្ញុំចង់បញ្យល់ដល់អស់ថាយើងអាចធ្វើឲ្យបានអញ្ចឹងណា save យ៉ាងមកបាទនេះ save និង caption អូខេអញ្ចឹងរួចហើយឥឡូវខ្ញុំយកខ្ញុំផ្ញើទាំងពីរ group ហ្នឹងទី1គឺ group នេះហើយនឹង group នេះអត់ទាន់មានទេណា group t-shirt នេះអញ្ចឹងខ្ញុំ enter បាទអញ្ចឹងម្ដងនេះខ្ញុំអត់ផ្ញើតែអក្សរសិតទេខ្ញុំផ្ញើជាមួយនឹងរូបភាពដែរខ្ញុំយកទី2ណាអក្សរជាមួយរូបភាពបើសិនបងប្អូនចង់ផ្ញើជាវីដេអូខ្ញុំយករើសទី3មកឥឡូវខ្ញុំរើសទី2ហើយមួយទៀតខ្ញុំបានបញ្ជាក់ដែរកន្លែងនេះមានន័យថាបើសិនជាបងប្អូនយកជារូបភាពបងប្អូនអាចដាក់បាន10រូបក្នុងមួយអាល់ប៊ុមដោយសារ Telegram អាចកំណត់ឲ្យបានត្រឹម10រូបទេណាក្នុងមួយផុសបាទហ្នឹងហើយអូខេឥឡូវវារើសទី2បាទអញ្ចឹងនេះគឺពេលបន្ទាប់ពីរើសទី2ហើយគឺគ្រាន់គេបញ្ជាក់ឲ្យបងប្អូនមើលថាយើងផុស schedule ហ្នឹងយើងផុសទៅ2ក្រុមអញ្ចឹងសរុបទាំងអស់2ណាអញ្ចឹងយើងផុសនៅម៉ោងដដែលខ្ញុំបានចូលកែម៉ោងទៀតបងប្អូនចង់កែតាមក្រោយបាទអញ្ចឹងណាហ្នឹងហើយតែមិនមែនពេលនេះទេណាគឺពេលដែលយើងនេះកំពុងតែនៅក្នុងជំហានឡើយនេះយើងអាចចូលទៅកែ file បានតែមកដល់នេះហើយគឺយើងកែលេខបានហើយយើងអាចបិទដើម្បីធ្វើភាសាធាតុបានអញ្ចឹងណាអូខេចឹងនេះគឺជាពាក្យពេចន៍មិញយកពី Food Panda មកបាទអូខេអញ្ចឹងនេះបើសិនជាច្បាស់លាស់អស់ហើយយើងគ្រាន់តែចុច enter មកណាគឺទៅតែម្ដងបងប្អូនអាចមើលបាទ enter មកអូខេអញ្ចឹងចាក់ដើមដំណើរការបាទនេះ schedule ទៅហើយលើចូលមកកាន់លើនេះឡើយនេះសម្រាប់ក្រុមទី2នេះអញ្ចឹងចូលបងប្អូនរួចបាទតែម្ដងអញ្ចឹងងាយស្រួលមែនតើនេះហូមកអែមបាទនេះfile 2ក្នុង post តែមួយអែមមែនតើហើយនេះទៅកាន់មកនេះឥឡូវចូលមើលក្រុមមួយទៀតនេះក្រុមនេះចូលមើលមកនេះអញ្ចឹងមិញមុនហ្នឹងគឺ post មួយនេះឥឡូវនេះ post បន្តបាទអញ្ចឹងគឺអែមមែនតើអញ្ចឹងវីដេអូគឺដូចគ្នាទេណាបាទវីដេអូដូចគ្នាទេអញ្ចឹងឥឡូវតាក់ទងជាមួយនឹងការបង្ហាញគឺខ្ញុំបានបង្ហាញចប់អស់ហើយឥឡូវយើងអាចបិទយើងចូលមុខងារមួយទៀតដែលជាមុខងារចុងក្រោយគឺទៅលើការ convert បាទ convert បងប្អូនអាចចូលមើលនេះ file នេះគឺបាទ file នេះគឺ file session ណា file នេះគឺ file session អញ្ចឹង file session នេះគឺយកមកប្រើជាមួយនឹងកម្មវិធីអត់ដើរទេជាមួយបង្ហាញបងប្អូនមើលអញ្ចឹងដោយសារតែ file របស់យើងវាមានតន័យក្នុង file var នេះបងប្អូនមើលគេតន័យក្នុង file var មិញវាមាន2 account ណាអញ្ចឹងជាទូទៅបងប្អូនមិនបើក file var នេះគ្រាន់តែខ្ញុំបង្ហាញបងប្អូនមើលឥឡូវខ្ញុំធ្វើការលុបតន័យនឹងដើម្បីធ្វើឲ្យ folder នេះជា folder ថ្មីបាទខ្ញុំ save ហើយខ្ញុំចូលមកលុបនៅក្នុង file session អូខេអញ្ចឹងខ្ញុំចូលមកបញ្ជាក់ខ្ញុំអាចចូល manager ខ្ញុំចុចលេខ3បាទអញ្ចឹងមានន័យថានៅក្នុង file នេះឥឡូវអត់មាន account ទេណាគឺតែទេស្អាតអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំ copy select all ជាមួយនឹង session នេះអញ្ចឹង folder នេះវាមានតែ session អត់មានតន័យ file var copy មកខ្ញុំយកមកដាក់នៅក្នុងsession នេះបាទយកមកដាក់មកហ្នឹងមកគឺប្រើប្រាស់អត់កើតទេបាទដោយសារវាអត់មានតន័យនេះវាអត់មាន file var មានតែ session ណាអញ្ចឹងយើងយកមកប្រើការអីផ្សេងអត់កើតទេឥឡូវបើយើងចង់ដឹងយើងអាចចុច manager មកហើយយើង check spam មើលចុចលេខ5មកបើសិនជា list វា list បានធម្មតានេះអត់បានទៀតគាំងមកលុតកម្មវិធីហ្មងបាទអញ្ចឹងគឺប្រដាប់កើតទេអញ្ចឹងខ្ញុំលុបចោលបាទខ្ញុំលុបចោលខ្ញុំគ្រាន់តែបង្ហាញបងប្អូនមើលណាបាទលុបចោលហើយដើម្បីប្រើកាតធ្វើម៉េចដើម្បីប្រើកាតគឺយើងចូលមកកាន់ folder នេះ account convert បាទបងប្អូនមើលណា account convert នេះនៅក្នុងនេះយើងមាន file ប៉ុណ្នេះចានេះយើងអត់ប៉ះពាល់ទេនេះបងប្អូនមាន folder original ហើយនិង folder convert បាទហើយនឹង file នេះមួយអញ្ចឹងឥឡូវបងប្អូនអាចចុចមើល file នេះមួយសិនក៏បានបាទចុចមើលមកបើន័យថាអត់មាន account ទេបាទអញ្ចឹងយើងគ្រាន់តែបិទគ្រាន់តែមើលមកបិទវិញណាអញ្ចឹងកន្លែងនេះយើង copy ទាំងអស់មកណាgiờនេះវាមានតែ folder session នេះ copy ទាំងអស់ចឹងមកបាទហើយយើងចូលមកកាន់ original ដោយសារនេះជា file zin យើងយកមកដាក់ original ចឹងមកអូខេតមកយើងត្រឡប់មកវិញអញ្ចឹងយើងគ្រាន់តែចុចកម្មវិធីនេះមួយទៅវានឹង auto
file មួយនេះបាទចុច file មួយនេះបើកមកវានឹង auto convert ទៅកាន់ account ដែលអាចប្រើបានតែម្ដងនៅក្នុងនេះលើបងប្អូនចាំមើលក្នុងនេះមានអីណាបាទខ្ញុំបើកមួយតើឲ្យបងប្អូនបាទយើងរងចាំតែមួយសន្ទុះទៅដំណើរការនេះចាប់ដើម convert ទៅហើយចឹងនៅក្នុងនេះមាន account ច្រើនគួរសមដែរបាទចឹងមុខងារនេះពិសេសខ្លាំងណាស់សម្រាប់បងប្អូនដែលគាត់មាន account ដែលអត់មាន Fiverr គាត់ចង់ប្រើជាមួយនឹង version កម្មវិធី version ចុងក្រោយរបស់យើងណាគឺប្រើបានដូចគ្នាអញ្ចឹងណាហ្នឹងហើយតែបើសិនបងប្អូនអត់ធ្លាប់ប្រើទេយើងអត់សូវយល់តាក់ទងមួយចំណុចនេះប៉ុន្តែបើសិនបងប្អូនធ្លាប់ប្រើកន្លែងនេះពិសេសខ្លាំងបាទឥឡូវយើងរងចាំតិចសិនណាវា convert ច្រើនដោយសារនៅក្នុងនេះមានច្រើន50 account ជាងបាទ51 account ដែរបាទយើងរងចាំតិចខ្ញុំអាច stop វីដេអូបន្តិចសិនអូខេចាំមើលទាំងអស់គ្នាចិត្តរួចទេបងប្អូនចិត្តរួចបាទនេះរួចបងប្អូនអូខេអញ្ចឹងគឺអូខេនេះតែអូខេបាទអញ្ចឹងយើងគ្រាន់តែបិទកម្មវិធីអញ្ចឹងមកបងប្អូនចូលមកកាន់ folder convert នេះមកបាទហើយយើង control A មកហើយយើង copy បានបាទ copy មកបាទយើងយកតាណាយើងយកមកកាន់ folder session របស់យើងនេះវិញបាទយើងផាសមកបាទនេះគឺជា file ដែលដំណើរការនៅលើកម្មវិធីបានតែម្ដងសម្រាប់ account ទាំងអស់ហ្នឹងមិញ50 account ជាងបងប្អូនអាចចូលម្លេងchơiយើងចង់ដឹងមើលបាទគេអញ្ចឹង account ណាល្អអីគឺកម្មវិធីយើងអាចច្រោះយកមកយ៉ាសុំទោសអត់ឃើញចាំតិចដែរមួយសុំចាំតិចអូខេអត់ដើរឥឡូវអត់អីទេចាំខ្ញុំបង្ហាញបងប្អូនដោយសារអីកាពិតទៅវាត្រូវដើរអញ្ចឹងណាកាពិតតែប៉ុណ្្នឹងទេប៉ុន្តែមុខងារនេះហើយជាវាត្រូវការ update តិចទៀតគាត់ថាមុនហ្នឹងខ្ញុំធ្វើដើរទេតែឥឡូវគាត់ដើរអត់អីចាត់ទុកថានេះចុះបងប្អូនគាត់បង្ហាញបងប្អូនរបៀបប្រើណាតែតិចទៀតខ្ញុំ update ទេ update ដល់ដើរអញ្ចឹងចឹងរបៀបតែប៉ុណ្្នឹងទេគ្រាន់តែយើង copy convert នេះមកណា convert ហ្នឹងមក copy យកមកផាសជាមួយនឹង folder session នេះមកណាហើយគឺដំណើរការតែម្ដងមិនចាំបាច់មានតន័យក្នុង Fiverr ទេនឹងក្នុងករណីបងប្អូនមួយចំនួនដែលគាត់មាន account ដែលអត់មាន Fiverr អញ្ចឹងណាតែប៉ុណ្្នឹងទេបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេហើយបងប្អូនអាចប្រើបានទៅលើ version មុខងារទាំងអស់ហ្នឹងអញ្ចឹងមានចង្អុលអីផ្សេងៗអាចសួរបន្ថែមបានណាខ្ញុំធ្វើការ update មុខងារបន្តទៀតនៅពេលក្រោយ